ថ្ងៃណាដែលយើងរៀនខ្ជិលហើយចង់ធ្វើមុខម្ហូបបែបរៀងងាយស្រួលឆាប់បានញ៉ាំអាចសាកមកមុខនេះបានគឺឆាសាច់គោប្រៃផ្អែមនេះធ្វើក៏ងាយស្រួលគ្រឿងផ្សំក៏អត់មានអីសាំញ៉ាំច្រើនដែរជាពិសេសរសជាតិរបស់គេនឹងគឺឆ្ងាញ់ខ្លាំងមែនទែនហ្មងសាច់គោក៏ផុយល្អហើយបើថាបានថែមពងទាជាប់នៅមួយគ្រាប់អញ្ចឹងទៀតណាគឺកាន់តែមានរសជាតិឆ្ងាញ់សម្រាប់គ្រឿងផ្សំដែលយើងត្រូវការគឺជាសាច់គោនឹងឯងបងប្អូនសាច់គោគឺខ្ញុំប្រើជាសាច់ផ្អែមសាច់នឹងវាមានរាងលាយខ្លាញ់តិចអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនចង់ប្រើសាច់កន្លែងផ្សេងក៏បានដែរគ្រាន់តែថាធ្វើម៉េចឲ្យសាច់នឹងបានផុយល្អមកសាច់គោនេះគឺខ្ញុំប្រើចំនួន3ខាំហាន់វាជាទទឹងសាច់ទុកវាមកដុំសិនមកយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសធម្មតាជាមួយនឹងម្ទេសម្លីអីហ្នឹងខ្ទឹមសខ្ញុំប្រើ5-6កំពឹសខ្ទឹមក្រហមមួយកូនដុំតូចម្ទេសហ្នឹងបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេហើយបើថាម្ទេសម្លីវិញអានឹងដាក់ក៏បានអត់ក៏បានដែរគ្រឿងទាំងអស់ហ្នឹងយើងបុកវាឲ្យម៉ត់ល្អហើយបើសិនជាបងប្អូនមានស្លឹកខ្ទឹមបន្ថែមស្លឹកខ្ទឹមបន្តិចមកហើយសម្រាប់មុខនេះគឺខ្ញុំប្រឡាក់គ្រឿងជាមួយសាច់គោមុនណាបងប្អូនប្រេងខ្យងនេះគឺខ្ញុំប្រើ1ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយសម្រាប់ស៊ីអ៊ីវខាប់បងប្អូនដាក់ក៏បានអត់ក៏បានដែរប៊ីចេងខ្ញុំប្រើកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេហើយចុងក្រោយគឺនឹងគឺជាម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេដែរយើងដាក់គ្រឿងក្រៃចូលរួចរាល់អស់ហើយយើងកូរច្របល់វាឲ្យចូលជាតិសព្វល្អសិនមកសម្រាប់ខ្ញុំប្រឡាក់គ្រឿងមុនអញ្ចឹងដោយសារតែសាច់គោយើងត្រូវឆាលឿនបើសិនជាយើងនៅថែមថយគ្រឿងទៀតវាអាចធ្វើសាច់គោរបស់យើងឆ្អិនជ្រុលអញ្ចឹងទៅហើយមុននឹងខ្ញុំចាប់ផ្ដើមឆាសាច់គោនឹងគឺខ្ញុំចៀនពងទាមួយគ្រាប់សិនណាសម្រាប់នេះបើសិនជាបងប្អូនចង់ញ៉ាំច្រើនយើងអាចចៀន2-3គ្រាប់ក៏បានដែរបន្ទាប់ពីចៀនពងទារួចរាល់ហើយខ្ទះដដែលនឹងគឺខ្ញុំយកមកឆាសាច់គោបងប្អូនគ្រាន់តែថាប្រេងឆាដែលនៅសល់បាតខ្ទះនឹងគឺខ្ញុំដួសចេញឲ្យអស់ហើយបានដាក់ប្រេងឆាថ្មីយើងបំពងខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសដែលយើងបានបុកនឹងគ្រឿងដែលយើងយកទៅបុកអញ្ចឹងពេលដែលយកមកបំពងគឺក្លិនមកវាឈ្ងុយល្អខ្លាំងមែនតើបងប្អូនយើងបំពងមើលតែវាឡើងក្លិនឈ្ងុយមកល្មមសិនមកចាំយើងចាក់សាច់គោចូលបន្ទាប់ពីចាក់សាច់គោចូលហើយបងប្អូនតឡើងភ្លើងឲ្យក្តៅខ្លាំងមកណាព្រោះអីអានេះគឺយើងអត់ឆាយូរទេហើយបន្ទាប់ពីនឹងមកគឺខ្ញុំបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាស្ងួតពេកដាក់ទឹកចូលហើយយើងបន្តឆាវាប្រហែលជាខ្ទង់1នាទីជាងអីហ្នឹងបងប្អូនព្រោះអីសាច់គោតែកាលណាយើងឆាឆ្អិនជ្រុលឬក៏ឆាយូរពេកអញ្ចឹងទៅវាធ្វើឲ្យសាច់គោទៅជាស្វិតញ៉ាំទៅគឺអត់សូវឆ្ងាញ់ទេបន្ទាប់ពីនឹងមកបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែសម្រាប់ខ្ញុំរសជាតិហ្នឹងគឺមិនល្មមអញ្ចឹងហើយខ្ញុំអត់ថែមថយអីទៀតទេហើយចុងក្រោយគេហ្នឹងគឺយើងបង់ស្លឹកខ្ទឹមចូលមកប៉ុន្តែពេលដែលយើងបង់ស្លឹកខ្ទឹមចូលភ្លាមយើងបិទភ្លើងភ្លាមមកហើយចាំយើងឆាសាច់ជាមួយនឹងស្លឹកខ្ទឹមហ្នឹង 4-5 ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់នេះគឺខ្ញុំយករសជាតិរៀងដិតបន្តិចបងប្អូនគឺរៀងប្រៃផ្អែមហើយហឹរហ្នឹងគឺហឹរមកល្មមទេហើយសម្រាប់សាច់គោរបស់យើងពេលដែលឆាលឿនអញ្ចឹងបងប្អូនគឺផុយល្អខ្លាំងមែនតើវាអត់ស្វិតអញ្ចឹងណាសាច់គោបើសិនជាឆ្អិនជ្រុលញ៉ាំទៅគឺដឹងតែរៀងស្វិតហ្មងហើយសម្រាប់ឆាសាច់គោប្រៃផ្អែមមួយមុខហ្នឹងត្រូវមែនតើជាមួយពងទាចៀនឬក៏ពងមាន់ចៀនក៏បានដែរអានេះបើសិនជាបងប្អូនចង់ញ៉ាំរៀងឆ្អិនជាងហ្នឹងក៏បានដែរយើងអាចចៀនទាំងសងខាងឬក៏ចៀនធ្វើម៉េចឲ្យឆ្អិនជាងហ្នឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំរៀងជាប់ភ្នែកអញ្ចឹងទៅហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាចខមមិនបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ